ngày nay mình chơi đi vô độ Julian mà lên vẽ rèn muối để ra enemy có do hero chiêm một phép phơi phơi về hay những đào mít ba chỉ mùi năng order phong này chỉ bữa game ní nhưng người ta nhầm sưu vay mình đến từng hero ấm từng hero explorer cái nhóm ai vay chân này và ta mơ sẽ thang là hiệp hero á hay được order nếu như mình chơi đàn giấy thì vay ban team fight cứ loแต่บอลเป็น team fight គ្នាចេះលេងគឺ0ហើយព្រោះនៅចូលមកភ្លាមមកហ្នឹងតែឈាមចង់អស់បាត់ហើយយើងក៏ចង់អស់គេក៏ចង់អស់តែពងពួនចង់ចាំវាយ order តែក៏លេងឃើញមកទៅឃើញ hero support របស់គេហ្នឹង Rafaela ហ្នឹងគឺកកោគ្នាយ៉ាងដែរអត់ទុកយូរទេបាទគឺថាមិនឲ្យកតេកតើនៅកន្លែងយើងទេស៊ីបានមកខៀវដើរចេញធ្វើបង្ើប៉ះចំមក enemy hyper អត់ចេះលេងផងត្រៀមខ្លួនហើយណប់ហើយផបមកបណ្ណាវាយចូលក្នុងត្រែសម្រាប់និយាយពីអ្នក invite ទៀតអ្នក invite ហ្នឹង Fango ហើយដល់ពេលអ្នកដែលមាន skin ដូចយើងហ្នឹងគឺណា Leslie ណានោះទេកន្លែងនេះអត់សូវបាននិយាយគ្នាទេជាមួយ Leslie តែនិយាយជាមួយ Fango ច្រើនហើយលេងសើចគ្នាច្រើនសប្បាយហើយយល់ពីគ្នាអត់សូវញញ៉ៃគ្នាទេទោះពាក្យគ្នាតិចតួចតែអត់ប្រកាន់កន្លែងនេះគឺថាខ្មោចឲ្យទាំងអស់គ្នាមើលជាក់ស្ដែងឈាមសល់តែមួយដៃទេហើយក៏ឃើញ attack 700បាត់ទៅហើយយើងក៏កលេចមើលតាមឃើញ enemy 2ព្រះអង្គទៀតនៅក្នុងតារ៉េទៀតអញ្ចឹងទៅស្កាក់ផ្លូវគាត់ដើម្បីវាយបោះតា skill ទី2 skill ទី3បោះ skill ទី1ទៅដាច់ទាំងពីរតែម្ដងហើយ recall ឌឺទៀតកុំចូលមួយ Julian វាយ attack ទៅលើទៅក្រោម enemy និយាយថាកញ្ញាញ់គួរវិញហ្នឹងហើយ unstoppable តើហ្នឹងហើយ5-0បាត់ហើយនេះកលេចទៅមីទៅឃើញ order កំពុងពុះតារ៉េយើងហើយយ៉ាចាំកាលទៀតចុះទៅក្រោមអាយ៉ា flick ទៅបាត់អត់បញ្ញា Rafaela គេមកមួយទៀតទាញបានមួយ Fango ល្អមែនទែនកន្លែងដេញវាយ Rafaela ធ្វើម៉េចឲ្យបានមកខៀលទៀតគ្មានមកចង់រត់ទៅណាទេតែប៉ុណ្ណឹងហើយដាក់ suppress stun មិនក៏នឹងកិច្ច import ដែរនេះឃើញទេ monster kill បាទ hero support gameហ្នឹងបើសិនតែយកតែងរៀងវិញមកយកតែ hero support ឈាម point ចេះត្រៀមហើយhyper ខាងគេនេះបើរត់ទៅ port បាននេះមើលមកក៏វាទៅបដ ாய் ក៏អត់ឡាយhero ខាង enemy ដូចតែ hero មិនដឹងទេដាក់ដាច់អីដូចនិយាយវិញនេះគេហៅថា10 game មានមួយអញ្ចឹងណានិយាយលេងដល់នេះអានេះដោយសារតែយើងប៉ះចំ hero enemy គាត់អត់សូវចេះលេងឬគាត់តែ hero អីចឹងទៅហើយកលេចមកមើលមីទៀតហើយឃើញ Rafaela កំពុងចង់ពុះ turret យើងអស់ពី order នៅ Rafaela មួយទៀតតែមួយនេះគ្មានតិចតាណាបានទេគាត់តែពីរឆ្វោកដាច់តែម្ដងវាយដាច់ Rafaela គេថាកលេចមើលទៅលើឃើញ hero នៅលើ2ទៀតឥឡូវយើងទៅធ្វើស៊ីកាក់ផ្លូវដូចជើងមុនដូចគ្នាយើងមើលទៅដល់បានប្រមាណខៀលថាចង់បានទាំងពីរនេះបោះតែ skill ទី2គ្រប់ skill ទី1ទៅបានតែមួយខៀលទេ order នេះមិនបាច់ខំរត់ទេនេះចាំតែមាន ulti ដាក់ flick skill ទី2មកគ្រប់ skill ទី1បានមួយខៀលទៀតរត់មក mid វិញទៀតអธิบายរឿង skill ហ្នឹងបាទតិចហើយព្រោះ hero Julian នេះតែ3 level 3គឺវាយចេញបានហើយ combo បើចង់ចេះអាចមើល YouTube ឬក៏ស្ដាប់ខ្ញុំត្រួសក៏បានឥឡូវខ្ញុំប្រាប់តិចនិចខ្លះការលេង combo របស់ខ្ញុំគឺខ្ញុំបោះ skill ទី2គ្រប់ skill ទី3ហើយខ្ញុំបោះ skill ទី1ទៅអាហ្នឹងគឺ damage ខ្ពស់កន្លែងនេះថាប្រងមកជួយវាយ total ហើយ enemy គេមកកវ៉ាល់ច្រើនផ្លេចមើលតែមក plate ដាក់ជាប់ stun ដាក់តែ ulti ball dead ងាប់ដែររឿង order kill យើងមក kill ហ្នឹងយើងទុកមក live សិនហើយយើងទៅយក kill ផ្សេងសិនតែឥឡូវយើងបាន10 kill ងាប់មួយអាស៊ីមួយហើយអញ្ចឹងយើងទៅរក kill ផ្សេងទៀតចាំតែយើងបាន item ច្រើនជាងនឹងទៀត order back ulti ក៏យើងលេងខ្វល់ដែរបន្ទាប់ពី Sun kill Sivana បានហើយឥឡូវយើងក៏លេងមកមើល mid វិញដូចជាឃើញ2 hero អាយ៉ា order ទៀតឥឡូវគេថាយើងចាប់ដើម clear minion បដាដើម្បីទៅរកមុខសញ្ញាយើងណាតែមុខសញ្ញាមិនឃើញមាន clear turret សិនហើយយ៉ាងclear turret ហើយចាំគិតគ្នាទៀតហើយខាងលើខាងក្រោមគេថាមើលរហូតគេថាមិនដាច់ភ្នែកទេឥឡូវទាំងអស់គ្នាជួយមើលចាក់ស្ដែង kill មកក្រុមបាន18ខ្ញុំបាន10 kill បាត់ហើយហ្នឹងហើយចឹងអ្នកណាបាន kill ប្រហែលគិតមើលខ្លួនឯងទៅកន្លែងនេះខ្ញុំលោបមកយក kill Sylvana មក kill ទៀតហើយសុនគាត់គេចផុតពី Sylvana បើសិនតែខំបានងាប់របស់ Sylvana ទៀតហ្គេមហ្នឹងកន្លែងមកក្រោមខ្ញុំឃើញ hyper របស់ enemy ទៀតចាំកាលយកមក kill ទៀតបណ្ដោយហើយលោជាងគេគេថា Viking អត់គឺ recall ឌឺគេនៅកន្លែងកាត់ថាតែម្ដងឥឡូវកលេចមកក្រោមថាប្រងទៅ mid តែដោយសារតែ mid អត់សូវមានបញ្ហាទេវាយ Sylvana បានយកមក kill ទៀតតែកន្លែងហ្នឹង kill បានគេណាមាន kill បានខ្ញុំហ្នឹង
បំណងថាចង់មកជួយ clear total អីចឹងទៅហើយអូដែលគេមកបើក clear បើកអីនៅហ្នឹងអូអត់មានខ្លាចអត់មានព្រឺទេបាទបានទាំងដាតបានទាំងខៀលខ្លាញ់ហ្នឹងគ្នាយើងឆ្ងល់ទៀតណាចូល hyper មិនក៏មិនយកនេះ hyper នៅក្រោមនេះនៅដូចស្អិតនៅ mid នេះវិញហើយខ្ញុំទុកទៅអីកន្លែងហ្នឹងខ្ញុំបោះ skill ទី1ទៅយកបដ ாய் ទៅដើកហ្នឹងចឹងដោយសារតែ damage វារៀងខ្ពស់ដូចខ្ញុំប្រាប់ចឹងបើលេងតាមខ្ញុំ damage ខ្ពស់តែបើមានអ្នកផ្សេង player ផ្សេងគាត់មាន combo ផ្សេងអាចរៀនតាមពួកគាត់បានឥឡូវមើលជាក់ស្ដែងណាកន្លែងនេះarrow គេ rotate ចុះឡើងមិនក៏ដោយក៏នៅតែខៀលបានមកលើយើងដែរដោយសារតែទាំងអស់គ្នាសារមើលថយក្រោយទៅខ្ញុំបោះអាកង skill ទី1នេះបោះចោលនៅកន្លែងគាត់ទៅមិញដល់ពេលខ្ញុំ flick skill ទី2ទៅគាត់រត់ថយក្រោយមកប៉ះកងហ្នឹងទៅដែរកទេជួបជាមួយនឹង order ទៀតហើយគឺថាចង់វាយគាត់ប៉ុន្តែកន្លែងហ្នឹងដោយសារតែ trade វាបាញ់ដែរអញ្ចឹងទៅយើងក៏ដាច់របស់គាត់មក kill ទៀតកន្លែងហ្នឹង order គេមានមោទនភាពខ្លាំងណាស់វាយចុះវាយឡើងក៏លេងមើល kill ទៅបាន14 kill ងាប់2 assist ឡើង4ហើយចាំមើល Franco កន្លែងនេះចាប់ស្អាតមែនតើបងប្អូនបោះចង្វាក់ទៅចាប់ជាប់បោះ skill ទី2គប់ skill ទី3បោះ skill ទី1ដាច់បានមក kill លើ Franco ណានៅឆ្កយឯងខំអធិប្បាយចឹងទៅបាន kill Franco អត់អីពួនកើបចាំវាយ enemy 2នេះអីគេprono ជាមួយនឹង order ដែរអាស្រួលស្នាបាន spell long យកមកបី add តែ100បណ្ដោយកន្លែងនេះក៏លេងមើលទៅ map ទៅឃើញអាសុនប៉ះជាមួយ Lizelot ជាមួយ Rafaela ហើយចាំកាលទៀតទៅជួយអន្តរាគមទៅព្រោះអាប៉ែ Lizelot នេះ flick ចុះ flick ឡើងហ៎ហើយ Rafaela នោះក៏ឡើងឈាមកន្លែងនេះបោះ skill ទី2គប់ skill ទី3បោះ skill ទី1បានមក kill ហើយអាប៉ែនេះគុំសង្ឃឹមទៅរត់គេចផុតនៅឈាមផុយដូចកដៃហ្នឹងខ្ញុំបញ្ជាក់ម្ដងទៀតបើចង់លេងឲ្យមាន damage ខ្ពស់ទាំងអស់គ្នាបោះ skill ទី2ហើយបោះ skill ទី3ឲ្យចំ hero ហើយគប់ skill ទី1ទៅកាន់ hero ទៅគឺវាកវីឡើងទាំងឈាមហើយឡើងទាំង damage ទៀតទាំងអស់គ្នាដូចកន្លែងនេះអញ្ចឹងអីគេមកបើក ulti ស្អីគេនេះគប់តែបន្តិចដាច់បណ្ដោយ hero Julian ហ្នឹងវាមាន3 skill មែនអត់អញ្ចឹងគ្រប់3 skill ហ្នឹងឲ្យតែទាំងអស់គ្នាប្រើបាន3ដងគឺមាន combo រៀងខ្លួននឹងថាទាំងអស់គ្នាប្រើប្រភេទអីក៏មាន combo របស់វាដែរចង់ចេះច្បាស់ដូចខ្ញុំប្រាប់អញ្ចឹងទៅចូលទៅមើល YouTube ក៏បានហើយមើលវីដេអូក្រោយរបស់ខ្ញុំនឹងបង្ហាញត្រួសពី hero នឹងបន្តទៀតហើយចំពោះ hero នេះមិនមែនខ្ញុំចេះលេង start ទេតែបើចេះលេងទេកន្លែងនេះគឺថាយើងមក recall បែប freestyle enemy គេអត់យល់គេចូលមកមានណាត្រូវ combo មកទៀតរេ freestyle តទៀតអត់ខ្វល់ហើយចាំតិចទៀតចាំ freestyle ទៀតទៅវាយយកមក kill ទៀតសិនគ្នាយើងយល់ចិត្តគ្នាដែរណាវាយគេងាប់ជាមួយ recall ឌឺវាយគេងាប់គឺថា recall ឌឺបែបលយអញ្ចឹងមកហើយបើលេងប៉ះចឹងគឺល្អអត់សូវពិបាកចិត្តអត់សូវស្មុគស្មាញច្រើនទេខ្ញុំសរុបហ្គេមមកហ្គេមនេះខ្ញុំបាន17 kill ងាប់2 assist 9ហ្គេមនេះខ្ញុំគីឡូចាញ់ដល់មុខត្រែប៉ុណ្្នឹងហើយខ្ញុំមានប៉ុណ្្នឹងហើយបងប្អូនចាំជួបគ្នានៅវីដេអូក្រោយបន្តទៀតបាយបាយ